និបាតសេនាសនៈបច្ច័យទីកន្លែងវត្តអារាមទីកន្លែងសម្រាប់ប្រសង់គង់នៅគេលៀនអទេសច្ចៈបច្ច័យគឺសម្រាប់ខាងកែរោគចឹងហើយប្រសង់គ្រប់ព្រះអង្គតែងតែអាស្រ័យនៅបច្ច័យ4ហ្នឹងខ្វះបច្ច័យណាមួយក៏មិនអាចណាបួសបានយល់ ឥឡូវហ្នឹងប្រសិនបើស្មាគួរមានស្បង់ស្បែកត្រៃអ៊ីវ៉ូគេមកហៅលោកនេះតែនេះយល់ណាតែចុះព្រោះមកតែតែស្បង់សទេគេហៅលោកនេះគេហៅអីសៃគេហៅលោកតាខ្លះហៅលោកតាខ្លះហៅណាតាក៏មានដែរតែបើពាក្យសទៀតសកាត់សគេហៅតែបើនេះគេហៅតាណារក្សាសិលឧបោសថសិល8សិល10សិល5តែប៉ុណ្ណោះគេហៅលោកទេ លោកកាលណាប្រត្រង់នៅសម្បត្តិការសាយៈប្រត្រង់នៅស្បង់ស្បែកត្រៃជីវរមានពោត្រឹមត្រូវទី1ពោ